រៀនរស់នៅជាមួយនឹងលោកនេះគឺសិក្សាការពិតមិនប្រព្រឹត្តទៅដើម្បីហួងហែងទេអញ្ចឹងអ្នកដទៃធ្លាប់ធ្វើបន់ជាមួយគ្នាមកគាត់ចោះចូលគ្នាអញ្ចឹងទៅហ្នឹងឯងសិក្សាពធក្នុងរួមដំណើរបន់រួមកិច្ចការងារជាបន់ជាកុសលអីហ្នឹងសូមឲ្យនាមសេចក្តីសុខទៅតាមកិច្ចការងារជាបន់ជាកុសលដែលប្រសិទ្ធៈទៅប៉ុន្តែបើថារួមពួករួមក្រុមទៅក្នុងមិច្ឆាទិដ្ឋិក្នុងការយល់ខុសអីចឹងក៏យើងកម្មយកជាអារម្មណ៍នៃករុណាពីព្រោះអានឹងវាចូលនៅក្នុងសេចក្តីទុក្ខក្នុងវដ្តសង្សារវាមានទុក្ខវាមានហេតុដែលនាំឲ្យកើតទុក្ខដំណើរវដ្តវាមានកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកហ្នឹងដែលតែយើងមានសេចក្តីទុក្ខរបស់សត្វមកជាអារម្មណ៍អញ្ចឹងទៅគឺករុណាកើតឡើងមិនស្អប់មិនបន្ទុះមិនតោះអីទៅចំពោះអ្នកដែលមានអធិស្ឋ័យដតីដែលឡែកទេយើងមើលរុក្ខជាតិមានគ្រប់ដើមនេះដើមនោះយើងស្គាល់មិនអស់បាសាបាសីមរគីក្នុងព្រៃពួកសត្វក្នុងទឹកអីហ្នឹងមានជាធម្មតាចឹងអ្វីដែលកើតរមែងកើតអ្វីដែលមានរមែងមានហ្នឹងដែលយើងត្រូវសិក្សាដើម្បីអប់រំទូលមានចិត្តឲ្យព្រមជាមួយនឹងអ្វីដែលកើតដែលមានក្នុងโลกហ្នឹងនឹងឯងរៀនអប់រំចិត្តកុំឲ្យចេះតែតោះជាមួយនឹងរឿងនេះរឿងនោះបន្តិចបន្តួចអីហ្នឹងក៏ដោយគឺឆាប់រលឹកឲ្យឃើញថាអ្វីដែលកើតរមែងកើតអ្វីដែលមានរមែងមាននឹងឯងចឹងគឺយើងរៀនឲ្យសិទ្ធក្នុងអ្វីដែលកើតឡើងហ្នឹងព្រោះគេមានបច្ច័យរបស់គេបើអត់បច្ច័យមិនបាច់យើងទៅបកឬក៏ទៅសម្លុតគម្រាមកំហែងទៅសោកទៅប៉ាន់អីឲ្យអ្វីហ្នឹងកើតឡើងទៅតាមអំណាចបង្កប់វិជាអីទៅនោះឡើយតែបើមានបច្ច័យហើយគឺអ្វីហ្នឹងត្រូវទៅតាមបច្ច័យហ្នឹងអញ្ចឹងយើងមករៀនឲ្យយល់ចំពោះការពិតនឹងឯង